សត្រូវចង់បំបាក់ស្មារតីខ្មែរកុំឲ្យគេសម្រេចបំណងបងប្អូនជនរួមជាតិជាកូនចៅខ្មែរដ៏ក្លាហានក្នុងសម័យកាលនៃការប្រឈមមុខដាក់គ្នាសត្រូវមិនត្រឹមតែប្រើអាវុធដើម្បីឈ្លានពានទឹកដីយើងប៉ុណ្ណោះទេប៉ុន្តែពួកគេក៏បានប្រើនៅយុទ្ធសាស្ត្រផ្លូវចិត្តដ៏ពិសពុលមួយដែរនោះគឺការបំបាក់ស្មារតីខ្មែរសត្រូវរបស់យើងប្រើយុទ្ធសាស្ត្របំផ្លាញពីខាងក្នុងពួកគេចង់ឲ្យយើងខ្លាចសត្រូវដឹងថាកម្លាំងពិតប្រាកដរបស់ខ្មែរគឺស្ថិតនៅលើស្មារតីស្នេហាជាតិនិងការរួបរวมដូច្នេះពួកគេបានប្រើគ្រប់កលល្បិចដើម្បីបង្កើនភាពភ័យខ្លាចភាពវឹកវរនិងការអស់សង្ឃឹមក្នុងចំណោមប្រជាជនពួកគេចង់ឲ្យយើងបែកបាក់សត្រូវព្យាយាមញុះញង់ឲ្យខ្មែរបែងចែកបកពួកឆ្លោះប្រកែកគ្នារហូតដល់បាត់បង់ការជឿទុកចិត្តគ្នាព្រោះពួកគេដឹងថានៅពេលខ្មែរបែកបាក់នោះគឺជាឱកាសដ៏ល្អបំផុតរបស់ពួកគេក្នុងការឈ្នះដោយងាយការតបតដ៏រឹងមាំរបស់យើងមិនត្រូវអនុញ្ញាតឲ្យសត្រូវសម្រេចបំណងដ៏អាក្រក់នេះបានឡើយរក្សាជំនឿជានិច្ចសូមជឿជាក់លើការតស៊ូរបស់កងទ័ពនិងភាពរឹងមាំរបស់ជាតិយើងកុំឲ្យព័ត៌មានមិនពិតឬការឃោសនាបំផ្លាញស្មារតីយើងបានឡើយសាមគ្គីភាពគឺជាអាវុធយើងត្រូវប្រមូលផ្ដុំកម្លាំងបេះដូងខ្មែរតែមួយដោយការយោគយល់និងអនុគ្រោះគ្នាការរួបរวมរបស់យើងគឺជាការវាយបកដ៏មានប្រសិទ្ធភាពបំផុតទៅលើផែនការរបស់សត្រូវស្មារតីខ្មែរគឺជារបស់ដែលមិនអាចបំបាក់បានសូមយើងរួមគ្នាក្លាយជាកម្លាំងតែមួយដើម្បីបង្ហាញឲ្យសត្រូវដឹងថាទោះបីមានបញ្ហាអ្វីក៏ដោយខ្មែរនៅតែជាតឹកតាងនៃភាពរឹងមាំតស៊ូកុំចោះចាញ់